ជំនួបកកាត់សរសៃសក់ទុនរលោងឲ្យរសាត់ទៅមករំលេចនៅថ្ពាល់ក្រហមព្រឿងរបស់ស្រីតូចដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងរថយន្តខាងស្ដាំដៃលោកនរិនរចនាបានបើកកញ្ចក់បង្អួចហើយចោលក្រសែភ្នែកទៅខាងក្រៅប៉ុន្តែម្ដងម្កាលនាងក៏បានលួចចោលកន្ទុយភ្នែកទៅមើលអ្នកកំឡោះដែលកំពុងផ្ចង់អារម្មណ៍លើដងផ្លូវពិតជាសង្ហាដូចមានទីវីសរសើរមែនរចនាគិតក្នុងចិត្តតែម្នាក់ឯងខណៈកំពុងសម្លឹងមើលទៅមុខរបស់នរិនព្រោះតែទើបតែថ្ងៃនេះប៉ុណ្ណោះដែលនាងបានឃើញមុខមាត់ថ្មីរបស់គាត់ដែលកោពុកចង្ការអស់ហើយរំលេចនៅផ្ទៃមុខរាងពងក្រពើដ៏សែនស្រស់សមនឹងខ្ទង់ច្រមុះស្រួចដូចបារាំងគឺខុសប្លែកស្ទើរតែទាំងស្រុងពេលដែលនាងបានជួបគាត់ជាលើកដំបូងមិនតែប៉ុណ្ណោះនៅក្នុងចិត្តរបស់រចនាក៏កំពុងតែងឿងឆ្ងល់ផងដែរអំពីមូលហេតុដែលនរិននៅសុកស្រាប់តែមកបបួលនាងចេញទៅខាងក្រៅទាំងដែលរាល់ដងនាយម្នាក់នេះតែងតែរករឿងដើម្បីបបួលនាងឆ្លោះតែប៉ុណ្ណោះនរិនបានប្រាប់រចនាថាខ្លួនមានការត្រូវមកជួបគេនៅបាណន់ហើយដោយសារផ្លូវជិះពីសំឡូតមកបាណន់រៀងឆ្ងាយទើបចង់មានគ្នាអង្គុយកំដរកុំឲ្យងងុយម្យ៉ាងនរិនក៏បានបបួលមិត្តភ័ក្តិឲ្យមកជាមួយដែរប៉ុន្តែដោយសារស័ក្តិជាប់រវល់ទើបសម្រេចបបួលរចនាឲ្យមកជាមួយវិញទំនងជានរិនដឹងថារចនាកំពុងលួចមើលមុខខ្លួនទីដឹងទើបនាយកំឡោះលួចនាងភ្នែកតបមកនាងវិញមុននឹងត្រឡប់ទៅផ្ចង់អារម្មណ៍លើដងផ្លូវសារជាថ្មីមិនតែប៉ុណ្ណោះនរិនថែមទាំងឆ្លៀតឌឺដងផ្លែផ្កាដាក់រចនាខ្លះធ្វើឲ្យនាងក៏រមុំកាន់តែរអៀសខ្លួនដែលខំប្រឹងលួចមើលគេហើយត្រូវគេចាប់បានបែបនេះមានរឿងអ្វីចង់សួរក៏សួរខ្ញុំមកក៏និយាយមកចុះកុំនឹកលួចមើលមកខ្ញុំរហូតបែបនេះក្រែងលូអ្នកដំណើរតាមផ្លូវគេគិតថានាងលួចស្រឡាញ់ខ្ញុំទៅលើកខ្លួនឯងពេកទៅដឹងលោកប្រុសខ្ញុំនេះឬដែលលួចស្រឡាញ់លោកខ្ញុំមើលមុខលោកព្រោះតែខ្ញុំឆ្ងល់រាល់ដងលោកតែងតែក្រហឹមដាក់ខ្ញុំរហូតប្លែកអីទៅថ្ងៃនេះលោកបែរបបួលខ្ញុំចេញមកក្រៅទៅវិញចុះខ្ញុំមិនបានបបួលនាងមកដើរលេងឯណាការដែលចេញមកក្រៅនេះក៏ចេញមកដោយសារការងារដើរទីតាហាចុះអ្នកផ្សេងមួយកំណោម្ដេចក៏មិនទៅបបួលគេហេតុអ្វីមកបបួលខ្ញុំទៅវិញអ្នកផ្សេងរវល់អស់ហើយនៅសល់តែនាងនឹងដែលទំនេរឥតការងារធ្វើទើបខ្ញុំហៅនាងឲ្យចេញមកក្រៅកុំឲ្យទំនេរពេកទើបតែតសើមិនទាន់ផុតពីប្រមាណវិនាទីស្រួលបួលផងឥឡូវចង់រករឿងឆ្លោះជាមួយខ្ញុំទៀតហើយមិនចង់ឆ្លោះទេអង្គុយនៅឲ្យតែស្ងៀមទៅចេះមករអ៊ូងើក្បែរត្រចៀកខ្ញុំដូចយាយចាស់ទៅកើតខ្ញុំចង់និយាយស្អីវាជារឿងរបស់ខ្ញុំជាសិទ្ធិរបស់ខ្ញុំលោកកុំមកចេះដឹងលោកគិតតែពិបាកឡានឲ្យដល់គោលដៅទៅកុំមកធ្វើខ្លួនដូចតាចាស់បដៅក្មេងនោះបដៅក្មេងដតីវាងាយស្រួលមិនហត់ដូចក្មេងអង្គុយក្បែរដៃនេះទេនិយាយទៅមួយម៉ាត់តបមកវិញ10ម៉ាត់បើនាងជាប្អូនខ្ញុំវិញខ្ញុំនឹងយកខ្សែតីមកវាត់នាងឲ្យរៀងចាលម្ដង
នេះមានន័យថាជាតិមុនខ្ញុំធ្វើបន់ដល់ហើយទើបបញ្ចប់មកជាប្អូនស្រីរបស់លោកក្នុងជាតិនេះនោះមនុស្សប្រុសស្អីសម្ដីអាក្រក់ហើយចូលចិត្តធ្វើមុខកាចដូចខ្មោចទឹកទៀតនោះខ្មោចទឹកឯណាសង្ហាដូចខ្ញុំនោះនេះលោកទំនេររៀនឆ្លុះកញ្ចក់មើលមុខខ្លួនឯងខ្លះផងមុននឹងនិយាយថាខ្លួនឯងសង្ហានោះនរៈនារីទាំងពីរបានបន្តសង្គ្រាមពាក្យសម្ដីដាក់គ្នាជាហូរហែតាំងពីនៅសំឡូតរហូតមកដល់បាណន់ដោយគ្មានពាក្យខីខាងណាមួយយល់ព្រមចុះចាញ់ភាគីខាងណាដោយងាយឡើយក្រោយពីបានធ្វើដំណើរលើដងផ្លូវដ៏វែងអន្លាយអស់រយៈពេលជាង1ម៉ោងទីបំផុតរថយន្តរបស់នរិនក៏បានបង្អង់ល្បឿនបន្តិចម្ដងរហូតឈប់ងក់នៅពីមុខទីតាំងមួយដែលជារមណីយដ្ឋានកែច្នៃបែបធម្មជាតិក្បែរជើងភ្នំបាណន់បន្ទាប់ពីចតឡាននៅចំណតរួចរាល់ហើយនរិនក៏បានបើកទ្វារចុះពីលើឡានរួចដើរទៅម្ខាងទៀតដើម្បីបើកទ្វារឲ្យរចនាមកដល់ហើយឆាប់ចុះមកនាងលោកមានការត្រូវមកជួបគេនៅទីនេះមែនឬទេអត់ទេបើមិនមកជួបគេនៅទីនេះទេតើលោកឈប់ឡាននៅទីនេះធ្វើអ្វីគឺខ្ញុំចង់ជិះឡូរីលេងថាម៉េចជិះឡូរីលេងបាទត្រូវហើយមកកន្លែងជិះឡូរីបើមិនជិះឡូរីតែចង់ទៅជិះស្អីវិញសរុបចុងក្រោយទៅលោកកុហកខ្ញុំត្រូវហើយបើមិនកុហកធ្វើម៉េចនឹងនាងព្រមមកជាមួយខ្ញុំទៅម្យ៉ាងខ្ញុំកុហកដើម្បីនាំនាងមកកំសាន្តអីតាមិនមែននាំនាងទៅវេដំច្រំធាក់ឯណាហេតុអ្វីចាំបាច់ធ្វើមុខជ្រួញចងចិញ្ចើមនឹងដំឡើងសម្លេងដាក់ខ្ញុំបែបនេះគិតសពទៅនាយនរិនពូកែខាងនាំរឿងភ្ញាក់ផ្អើលមកឲ្យរចនាសឹងរៀងរាល់ថ្ងៃកាលពីប្រហែលថ្ងៃមុនគាត់ឆ្លោះជាមួយនឹងនាងសុកឥឡូវស្រាប់តែទិញចំណីចំណុកយកមកឲ្យនាងយ៉ាងច្រើនដល់ឥឡូវថែមទាំងនាំនាងមកដើរលេងទៀតសម្លឹងមើលមុខនរិនយូរទៅរចនាមិនដឹងថាគួរឲ្យស្អប់គួរខឹងឬគួរបាក់ចិត្តលើមនុស្សប្រុសម្នាក់នេះឡើយនរិនបានដើរទៅកន្លែងលក់សម្បត្តិហើយបានទិញសម្បត្តិចំនួន2ដោយមានរចនាដើរតាមពីក្រោយផងម្ដងនេះរចនាបដូរពីក្មេងយើងរុះមកជាក្មេងដែលស្ដាប់បង្គាប់នរិនវិញម្ដងព្រោះមិនថាពេលណានរិនដើរទៅទិសខាងណាក៏ដោយនាងដើរតាមនាយយ៉ាងស្ងៀមស្ងាត់ដោយមិនឮសំឡេងរអ៊ូឬប្រកែកច្រំដោយពេលមុននោះទេមកឆាប់ឡើងមកលើមកនរិនបានស្រដីឡើងខណៈដែលដៃរបស់នាយកំពុងឈោងឲ្យរចនាតោងឡើងដើម្បីឡើងមកអង្គុយលើឡូរីដោយសារថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកទើបមិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះច្រើនដូច្នេះឡូរីក៏បានចេញដំណើរដោយមានតែនរិននិងរចនានៅលើឡូរីតែប៉ុណ្ណោះយានជំនិះបែបកែច្នៃកំពុងបោះពួយក្នុងល្បឿនយឺតល្មមនៅលើដងផ្លូវដែកមួយខ្សែដែលអាចឲ្យអ្នកទាំងពីរបានគយគន់ទេសភាពតាមជើងភ្នំដែលព័ទ្ធជុំវិញដោយវាលស្រែនិងដំណាំពណ៌បៃតងស្រស់ឯខ្យល់ជំនោរក៏បកមករំសាយអារម្មណ៍ស្មុគស្មាញឲ្យរសាយបាត់អស់ពីក្នុងចិត្តឡូរីនៅទីនេះត្រូវគេកែច្នៃឲ្យទំនើបជាងឡូរីធម្មតាដែលមានត្រឹមតែក្តាររនាប1ឬ2លើកង់និងគ្រឿងដោយគេបានដំឡើងពូកនិងកៅអីផ្អែក
ធ្វើឲ្យភ្ញៀវទេសចរកាន់តែមានផាសុកភាពក្នុងការជិះលេងកម្សាន្តក្រោយពីបរលើផ្លូវដែកសសៀតាមជើងភ្នំអស់រយៈពេលប្រហែល10នាទីឡូរីពណ៌បៃតងក៏បាននាំរចនានិងនរិនមកដល់ទីចំណតដែលគេបានរៀបចំជាសួនផ្កាដ៏ធំមួយដែលមានដាំផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាតហើយនៅចន្លោះសួនផ្កាទាំងនោះគេបានសាងសង់រូបសត្វនិងសំណង់រឹងមាំជាច្រើនដែលមានលក្ខណៈបែបខ្មែរទុកសម្រាប់ឲ្យភ្ញៀវគយគន់ទស្សនានិងថតរូបលេងកម្សាន្តគ្រាន់តែឃើញសួនផ្កាចម្រុះពណ៌ភ្លាមរចនាមិនបង្អង់យូរក៏ស្ទុះចុះពីលើឡានផ្លេតរកតែនរិនស្រែកខាត់ស្ទើរពុំទាន់តាមពិតទៅនរិនក៏គ្មានបំណងខាត់រចនាដែរព្រោះនាយហាក់រីករាយដែលឃើញស្រីតូចរត់លេងសប្បាយនៅក្នុងសួនផ្កាបែបនេះអ្វីដែលសំខាន់នរិនថែមទាំងលើកទូរស័ព្ទយកមកថតរូបឲ្យនាងទៀតខណៈដែលរចនាឯណោះក៏បានសហការជាមួយនឹងនរិនផងដែរគឺនាងបានចុះកាច់ស្ទីលគ្រប់ម៉ូដគ្រប់ម៉ាកដើម្បីឲ្យនរិនថតរូបឲ្យនាងស្ទើរមិនលួសមួយប្លង់ណាឡើយថ្មិចបើកមេឃក៏រៀងចុះងងឹតបន្តិចទៅហើយនរិននិងរចនាបានជិះឡូរីត្រឡប់មកចំណតដើមវិញហើយម្យ៉ាងនរិនក៏មានគម្រោងនឹងចេញនាំរចនាទៅកន្លែងពិសេសមួយទៀតពួកយើងត្រឡប់ទៅផ្ទះវិញឥឡូវនេះតើមែនឬទេអូទេមិនទាន់ទេជ្រុលជិះជិត100គីឡូម៉ែត្រមកដល់ទីនេះទៅហើយគួរតែឆ្លៀតទៅលេងកន្លែងពិសេសមួយទៀតអេលោកទៅកន្លែងណាទៅថ្មនេះម៉ោង5ហើយណាពួកយើងគួរតែត្រឡប់ទៅផ្ទះវិញទៅកុំឲ្យមេឃងងឹតទាន់នៅឲ្យតែស្ងៀមទៅខ្ញុំមិនយកនាងទៅលក់នោះទេនរិនបានបញ្ចប់ប្រយោគរបស់ខ្លួនដោយស្នាមញញឹមនៅចុងមាត់ធ្វើឲ្យរចនាជ្រួញចិញ្ចើមឆ្ងល់ថែមមួយកម្រិតទៀតតាមពិតទៅកន្លែងពិសេសដែលនរិនចង់នាំរចនាមកនោះគឺជារមណីយដ្ឋានភ្នំសំពៅដែលជារមណីយដ្ឋានទេសចរដ៏ល្បីល្បាញមួយប្រចាំខេត្តបាត់ដំបងខណៈនេះរចនានិងនរិនកំពុងអង្គុយក្នុងចំណោមអ្នកទេសចរជាច្រើននៅជើងភ្នំដែលសុទ្ធតែមកចាំទស្សនាទិដ្ឋភាពវងសត្វប្រចៀវហើយចេញពីល្អាងនៅវេលាថ្ងៃហៀបនឹងលិចរចនានេះឬកន្លែងពិសេសរបស់លោកនឹងហើយកន្លែងនេះខ្ញុំធ្លាប់មកច្រើនដងហើយអូតែនាងមិនធ្លាប់មកទីនេះជាមួយនឹងខ្ញុំផងហ្នឹងរចនាភាំងស្មារតីជាថ្មីនឹងពាក្យរបស់នរិនសរុបចុងក្រោយទៅក្រៅពីពាក្យសម្ដីគំរោះគំរើយនាយម្នាក់នេះក៏ចេះលេបខាយខ្លះដែរឯតារចនាព្យាយាមលាក់ស្នាមញញឹមទាំងនៅក្នុងចិត្តរបស់នាងកំពុងអៀននរិនស្ទើរជ្រែកចូលទៅក្នុងដីទៅហើយក្នុងចិត្តរបស់រចនាពិតជារំភើបប៉ុន្តែនាងព្យាយាមនិយាយបែបសោះអង្គើយដើម្បីកុំឲ្យកំលោះនរិនដឹងចិត្តរបស់នាងទោះបីជាមកជាមួយនឹងលោកក៏នៅតែគ្មានអ្វីពិសេសនៅទីនេះគ្មានអ្វីគួរឲ្យចង់មើលផងក្រៅពីអាចបជាវនិងមនុស្សមុខងាប់ដូចលោកនេះអូនេះនាងមិនដឹងទេឬថាអាចបជាវគឺជាជីដែលល្អសម្រាប់ដំណាំហើយមនុស្សមុខងាប់ដូចខ្ញុំនេះយ៉ាងហោចណាស់ក៏អាចធ្វើឲ្យនាងញញឹមបានពេញមួយថ្ងៃផងដែរហើយយ៉ាងហោចណាស់ក៏នៅតែមានប្រយោជន៍ជាងនាងដែលមិនចេះធ្វើអីក្រៅតែពីរអ៊ូងើដូចជាចេះអាយុ80ហ្នឹងណែពីលោកកំពុងតែនិយាយឈួតឡប់ស្អីហ្នឹងបានហើយឈប់លោឡាវងបជាវចេញពីល្អាងឥឡូវហើយនរិនលើកម្រាមដៃចង្អុលមកក្បែរមាត់ជាសញ្ញាបញ្ជាក់ឲ្យរចនាស្ងៀមស្ងាត់
រួចចង្អុលដៃទៅរុំភ្នំឯរចនាក៏បានអង្គុយអោបដៃទាំងមុខក្រញើហើយងាកភ្នែកពីនាយយ៉ាងលឿនធ្វើឲ្យនិរិនទ្រាំសាយសំណើចស្ទើរពុំបានមិនដឹងមកពីយ៉ាងម៉េចនាយស្រាប់តែចូលចិត្តញេះញោះនាងធ្វើឲ្យនាងខឹងបែបនេះហើយរាល់ពេលដែលនាងខឹងនឹងធ្វើមុខគួរឲ្យខ្នាញ់បេះដូងរបស់នាយស្រាប់តែលូតញាប់ខុសប្រក្រតីក្រោយពីអង្គុយចាំមួយស្របក់ទីបំផុតហ្វូងសត្វប្រជៀវរាប់ម៉ឺនក្បាលក៏បានហោះចេញព្រមគ្នាពីក្នុងល្អាងកាត់ផ្ទៃមេឃពណ៌លឿងទុំខណៈដែលព្រះសូរិយាកំពុងអស់ស្ដងគាត់ស្ទើរតែមើលលែងឃើញដួងសូរិយាទៅហើយដំណើររបស់ទ័ពប្រជៀវបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អឯកមួយធ្វើឲ្យភ្ញៀវគ្រប់គ្នាទាញទូរស័ព្ទយកដៃមកថតព្រោងព្រាតមកថតជាមួយគ្នានរិនបបួលរចនាថតរូបហើយនាងតូចក៏មិនបដិសេធអ្នកទាំងពីរបានថតរូបជាមួយគ្នាជាច្រើនសន្លឹកដែលរូបនីមួយៗសុទ្ធតែបង្ហាញចេញនូវស្នាមញញឹមយ៉ាងមានក្តីសុខនៅមួយពោះចុងក្រោយអ្នកទាំងពីរស្រាប់តែងាកមុខរកគ្នាដោយចៃដន្យខ្ទង់ច្រមុះប៉ះខ្ទង់ច្រមុះធ្វើឲ្យពាក្យគីម្ខាងទទួលដឹងនៅអារម្មណ៍ក្តៅអ៊ុនពីគ្នាទៅវិញទៅមកក្រសែភ្នែកដែលរំភើបនឹងទស្សនីយភាពក៏បែរមកត្របាញ់ចូលគ្នាស្របពេលដែលបេះដូងក៏ចាប់ផ្ដើមលោតខុសចង្វាក់រៀងខ្លួនពណ៌រលោងសរបស់រចនាក៏ចាប់ផ្ដើមរំលេចនៅពណ៌ក្រហមព្រឿងខណៈដែលអារម្មណ៍ជាច្រើនកំពុងរត់កាត់ខួរក្បាលក្រមុំកំឡោះទាំងពីរដោយមិនបានព្រៀងទុកអ្នកទាំងពីរសម្លឹងមុខគ្នាមួយស្របក់ទើបងាកមុខចេញពីគ្នាហើយបែរទៅរកទិសដៅរៀងខ្លួនរួចក៏និយាយឡើងព្រមគ្នាថាយើងគួរតែខ្ញុំគិតថានាងនិយាយមុនទៅខ្ញុំគិតថាមេឃរឿងងងឹតណាស់ទៅហើយពួកយើងគួរតែប្រញាប់ត្រឡប់ទៅផ្ទះវិញទៅល្អខ្ញុំក៏ចង់និយាយដូចនាងដែរហ្នឹងអ្នកទាំងពីរអៀនរៀងខ្លួនរួចក៏នាំគ្នាដើរឡើងរថយន្តធ្វើដំណើរត្រឡប់ទៅសំឡូតវិញទិដ្ឋភាពនៅក្នុងរថយន្តនៅពេលនេះប្រែជាស្ងាត់សូន្យឈឹងព្រោះតែរឿងចៃដន្យដែលបានកើតឡើងនៅពេលមុននឹងមិនទាន់ធ្វើឲ្យអ្នកទាំងពីររសាយអារម្មណ៍អៀនព្រាននៅលើគ្នានៅឡើយដោយមិនចង់ឲ្យបរិយាកាសនៅក្នុងរថយន្តស្ងប់ស្ងាត់ពេកនរិនក៏ចាប់ផ្ដើមចាក់បទចម្រៀងដើម្បីកំដរអារម្មណ៍ប៉ុន្តែបទចម្រៀងដែលចាក់ចេញមកសុទ្ធតែជាបទមនោសញ្ចេតនាផ្អែមល្ហែមដែលធ្វើឲ្យអ្នកទាំងពីរកាន់តែអៀនគ្នាលើសដើមទៅទៀតខណៈរថយន្តកំពុងបរនៅលើផ្លូវសុកនរិនស្រាប់តែឈប់ឡាននៅត្រង់ដីវាលមួយហើយក៏អាចចូលគៀនដោយសុវត្ថិភាពបន្ទាប់មកគាត់ស្រាប់តែបើកទ្វារដើរចេញទៅក្រៅហើយឆ្លងទៅព្រៃម្ខាងទៀតដោយមិនបានប្រាប់រចនាថាទៅណាឡើយរចនាឯណោះខំប្រឹងសម្លឹងមើលពីក្រោយទាំងក្តីងឿងឆ្ងល់ចំពោះសកម្មភាពរបស់នាយម្នាក់នេះបន្តិចក្រោយមកនរិនក៏បានដើរត្រឡប់មកវិញដោយមានអោបអ្វីម្យ៉ាងនៅជាប់នឹងដើមទ្រូងហើយក៏បានបើកទ្វារឡានចូលមកក្នុងវិញស្រីតូចចំហមាត់ដោយភាពភ្ញាក់ផ្អើលក្រោយពីបានឃើញកូនឆ្មាតូចមួយក្បាលកំពុងរងាញ័រញាក់នៅក្នុងរង្វង់ដៃរបស់អ្នកកំឡោះរចនាប្រញាប់យកកូនឆ្មាគួរឲ្យអាណិតមកបីដើម្បីផ្ដល់ភាពកក់ក្ដៅពុទ្ធអើយកូនឆ្មាតូចមុននេះនរិនក្រឡេកមើលកូនឆ្មាគួរឲ្យអាណិតមួយក្បាលកំពុងដើរញ័រញាក់នៅមាត់ស្ទឹងក្បែរផ្លូវទើបនាយប្រញាប់ឈប់ឡានដើម្បីទៅរើសយកកូនឆ្មានោះ
នរិនសម្លឹងមើលទៅកូនឆ្មាតូចដែលនៅក្នុងដៃរបស់រចនាក៏សម័យដល់ជីវិតរបស់ខ្លួនឯងដែលពុំធ្លាប់ទទួលបានភាពកក់ក្ដៅពីគ្រួសារទើបនាយសម្រេចចិត្តយកកូនឆ្មាដ៏គួរឲ្យអាណិតនោះទៅចិញ្ចឹមអំពើរបស់នរិនធ្វើឲ្យរចនារំភើបចិត្តខ្លាំងហើយក៏កាន់តែមានអារម្មណ៍ល្អចំពោះបុរសម្នាក់នេះផងដែរនៅវេលាម៉ោង 7:30 នាទីយប់នរិនក៏បានជូនរចនាមកដល់ផ្ទះស្នាក់នៅឯសំឡូតវិញមុនពេលដែលនាយជិះចូលផ្ទះខ្លួនឯងក្រោយពីងូតទឹកសម្អាតខ្លួនរួចរចនាបានទម្លាក់ខ្លួនទៅលើគ្រែបំរុងនឹងចូលដេកទៅហើយដោយសារតែការដើរលេងពេញមួយថ្ងៃនេះធ្វើឲ្យនាងអស់កម្លាំងច្រើនគួរសមរចនាហៀបនឹងពេជ្រភ្នែកដេកទៅហើយប៉ុន្តែសំឡេងសារដែលលោតចេញពីទូរស័ព្ទក៏បានពន្យាពេលនៃការដេករបស់នាងបានចូលយកទូរស័ព្ទមកមើលក៏ឃើញថាអ្នកដែលបានផ្ញើសារមកនាងមុននេះគឺជានរិនរចនាចុចចូលមើលយ៉ាងលឿនឃើញថានរិនបានផ្ញើរូបភាពមកជាច្រើនស្លឹកមកឲ្យនាងដែលមានទាំងរូបរបស់នាងម្នាក់ឯងនិងរូបដែលបានថតជាមួយនឹងអ្នកកំឡោះរចនាចុចមើលរូបថតម្ដងមួយទាំងស្នាមញញឹមហាក់មានក្តីសុខយ៉ាងចម្លែកមួយរំពេចនោះសារមួយទៀតក៏បានលោតឡើងចូលគេងហើយឬនៅរចនានៅទេកំពុងធ្វើអ្វីនឹងចាស់គឺកំពុងមើលរូបថតដែលអ្នកខ្លះផ្ញើមកឲ្យនឹងតើជានរណាទៅណោះប្រហែលជាស្វាព្រៃទៅដឹងថាម៉េចស្វាក៏ចេះប្រើទូរស័ព្ទដែរស្វាផ្សេងខ្ញុំមិនដឹងទេប៉ុន្តែស្វាក្បែរផ្ទះខ្ញុំនេះចេះគ្រប់យ៉ាងសម្បីតែធ្វើជាភ្លើធ្វើជាមិនដឹងខ្យល់អីក៏វាចេះដែរថាឲ្យគ្នាបែបហ្នឹងបើស្វាដឹងគ្នាអន់ចិត្តស្លាប់ទៅហើយរចនាមិនអីទេស្វាមួយក្បាលនោះស្បែកក្រាស់ណាស់មិនងាយនឹងស្លាប់ទៅណាទេខ្ញុំគិតថាស្បែកវាក្រាស់មធ្យមទេប៉ុន្តែវារស់នៅដល់សពថ្ងៃនេះប្រហែលមកពីចង់នៅក្បែរអ្នកខ្លះទេដឹងនរណាមនុស្សស្រីម្នាក់ដែលកំពុងលេងសារជាមួយនឹងស្វានោះអីសារមួយនេះដែលធ្វើឲ្យរចនាអៀនកាន់តែខ្លាំងរហូតរមួលខ្លួនប្រកាច់ប្រកិនពេញលើពូកយប់ជ្រៅហើយនាងឆាប់ចូលគេងទៅប៉ុន្តែពេលគេងលក់កុំភ្លេចរឿងមួយណារចនាកុំភ្លេចរឿងអ្វីទៅគឺកុំភ្លេចស្បិនឃើញស្វានៅក្បែររបងផងរាត្រីសួស្តីចាស់រាត្រីសួស្តីនាយស្វាចប់ការសន្ទនារចនាក៏បានទុកទូរស័ព្ទនៅលើក្បាលដំណេករួចស្រវាយកខ្នើយមកអោបហើយប្រកាច់ប្រកិនពេញលើពូកសារជាថ្មីថ្លែងអំពីកំឡោះនរិនឯណោះវិញក្រោយពីបានសន្ទនាជាសារអក្សរជាមួយនឹងរចនារួចហើយអ្នកកំឡោះគិតតែញញឹមបិទមាត់មិនចិត្តខ្នាក់កំពុងឈរសម្លឹងមើលដំបូលផ្ទះរបស់ស្រីពីរៀនហាលរបស់ខ្លួនឈរមើលដំបូលផ្ទះរបស់រចនាមិនអស់ចិត្តនរិនក៏អោនមកមើលរូបថតដែលខ្លួននិងនាងបានថតជាមួយគ្នាកាលពីពេលល្ងាចជាពិសេសទាញរូបថតមួយសន្លឹកដែលខ្លួននិងរចនាញញឹមមើលមុខគ្នាមកដាក់លើអេក្រង់ទូរស័ព្ទទៀតផងនៅក្នុងចិត្តនិងបេះដូងរបស់នរិននៅពេលនេះពិតជាមានសេចក្តីសុខខ្លាំងណាស់ប៉ុន្តែទន្ទឹមនឹងសេចក្តីសុខរឿងសៅហ្មងមួយក៏បានផុសឡើងក្នុងចិត្តរបស់នាយកំឡោះមួយរំពេចនរិនអើយនរិនតើឯងមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើឲ្យជីវិតនាងមានសុភមង្គលដែរឬទេទាំងដែលមួយជីវិតឯងនេះមិនស្គាល់ថាអ្វីជាសុភមង្គលផងនឹងតាមមើលទៅ
ផ្កាមួយតងនេះមិនសមនឹងឲ្យឯងមើលថែឡើយយល់ល្អឯងគួរតែដកខ្លួននៅពេលនេះទើបមិនធ្វើឲ្យនាងឈឺចាប់ដោយសារឯងទៅថ្ងៃមុខអ្នកកំឡោះពោលដោយខៅភ្នែកស្រអាប់និងទឹកមុខស្រពោនដៃម្ខាងរបស់គាត់លើកយកមកស្ទាបបេះដូងដែលកំពុងតែឈឺខ្ទោខ្ទោកនេះជាពន្លកស្នេហ៍ដែលទើបនឹងចាប់ផ្ដើមបានប៉ុន្មាននាទីហើយក៏ក្តិចត្រួយវាមិនឲ្យលូតលាស់ទៅទៀតឡើយតើមែនឬទេតើរចនានឹងមានអារម្មណ៍បែបណានៅក្នុងពេលនេះបើនាងកំពុងតែមានអារម្មណ៍ល្អចំពោះនរិនដូចគ្នាប៉ុន្តែអ្នកដែលនាងកំពុងនឹកស្រាប់តែដោះដៃចេញពីនាងរឿងរ៉ាវស្នេហារបស់មនុស្សលោកសូម្បីតែព្រះច័ន្ទនៅលើមេឃក៏មិនចង់រវល់ដែរទើបស្រអាប់បណ្ដោយឲ្យផ្ទៃមេឃងងឹតគ្មានពន្លឺបែបនេះ